បាទឥឡូវយើងចូលមេរៀនយើងបន្ទាប់ចំណុចកទំព័រទី9សហរដ្ឋអាមេរិកក្នុងអាណត្តិលោកអេណាឌីប្រធានាធិបតីសហរដ្ឋអាមេរិកលោកអេណាឌីជាអ្នកទទួលខុសត្រូវចំពោះមុខប្រជាជាតិសហរដ្ឋអាមេរិកទាំងមូលប្រសិនបើសង្គ្រាមបរមាណូផ្ទុះឡើងចំពោះដំណោះស្រាយបញ្ហាជីវិតនេះសហរដ្ឋអាមេរិកបានគម្រាមថានឹងលើកទ័ពវាយឡើងកោះគួយបាប្រសិនបើនាវាដឹកក្បាលបរមាណូរបស់សូវៀតចូលទៅចតក្នុងកំពង់ផែគួយបាចម្លើយតបរបស់វិមានក្រឹមឡាំងបានប្រកាសថាបើសហរដ្ឋអាមេរិកមិនវាយគួយបានោះទេសហរដ្ឋសូវៀតនឹងដកថយនៅថ្ងៃទី29ខែតុលាឆ្នាំ1962គ្រូចចៅបានបញ្ជាឲ្យជម្លៀសក្បាលកាំជ្រួចចេញពីគួយបាក្រោមការត្រួតពិនិត្យនៃអង្គការសហប្រជាជាតិបញ្ហាវិបត្តិកាំជ្រួចនៅគួយបារកលនឹងនាំពិភពលោកទៅដល់មាត់ទ្វារនៃសង្គ្រាមលោកលើកទី3ខសហរដ្ឋអាមេរិកនៅក្នុងអាណត្តិលោកជីមីណាទ័រនៅក្នុងអាណត្តិលោកកាតើសហរដ្ឋអាមេរិកត្រូវថយឥទ្ធិពលលើឆាកអន្តរជាតិនៅចំពោះបញ្ហាអាស្រូវនៅអ៊ីរ៉ង់ដោយសារមានការឃុំឃាំងបុគ្គលិកស្ថានទូតសហរដ្ឋអាមេរិករយៈពេល444ថ្ងៃនៅក្រុងតេហេរ៉ង់នៅឆ្នាំ1974នៅឆ្នាំ1979សូវៀតលើកទ័ពចូលលុកលុយអាហ្គានីស្ថានចំណុចទាំងនេះបញ្ជាក់ពីការថយចុះនៃឥទ្ធិពលសហរដ្ឋអាមេរិកនៅចំពោះមុខសហភាពសូវៀតបរាជ័យនយោបាយក្រៅប្រទេសបានកាត់បន្ថយអាណត្តិប្រធានាធិបតីកាតើឲ្យនៅតែមួយអាណត្តិដោយត្រូវចាញ់បេសកជនប្រធានាធិបតីពីគណៈបកសាធារណរដ្ឋឬកែននៅក្នុងការបោះឆ្នោតនៅឆ្នាំ1980ក៏សហរដ្ឋអាមេរិកក្នុងអាណត្តិលោក Ronald Reagan អាណត្តិលើកទី1ឆ្នាំ1981ដល់ឆ្នាំ1984នៅក្នុងតំណែងជាប្រធានាធិបតីថ្មីដោយចាប់ផ្ដើមនយោបាយទ័ពព្រៃផ្ដាច់ការដូចជាការគ្រប់គ្រងរបបកុងត្រាសនៅនីការ៉ាហ្គាសជាពិសេសការប្រឆាំងនឹងឥទ្ធិពលសូវៀតនៅសហរដ្ឋអាមេរិកខាងត្បូងដោយហៅថាសហភាពសូវៀតថាចក្រភពបិសាចរាប់បញ្ចូលទាំងប្រទេសមួយចំនួនដូចជាគួយបានិងអ៊ីរ៉ង់ជាដើមលោករីហ្គេនបានរៀបចំគម្រោងបង្កើតប្រព័ន្ធសង្គ្រាមផ្កាយប្រឆាំងនឹងគូបដិបកដោយចំណាយថវិកាជាច្រើនឥតគណនាព្រោះជាការទាមទារបច្ចេកវិទ្យាខ្ពស់បំផុតលោករីហ្គេនបានដាក់ពង្រាយកាំជ្រួចធុន Pershing II លើទ្វីបអឺរ៉ុបដើម្បីប្រឆាំងនឹងកាំជ្រួចធុនទំនើប SS-20 របស់សហភាពសូវៀតកងទ័ពសហរដ្ឋអាមេរិកបើកការវាយប្រហារឡើងកោះគ្រឹណាន់ដែលគ្រប់គ្រងដោយគួយបាក្នុងការបង្ហាញពីជំហររបស់សហរដ្ឋអាមេរិកតាមរយៈកម្លាំងយោធា